ណាតែបងប្អូនខ្លះគាត់ឆ្ងល់ថាមិនបាស Bluetooth ដាក់តែថ្មលើក្បាលមីក្រូអាចប្រើបានតែហ្មងមិនប្របាក់ដោតពីបេតុងញ៉ៃៗចឹងបងប្អូនណាថ្ងៃនេះគឺខ្ញុំប្រាប់ឲ្យបងប្អូនដែលគាត់មិនទាន់ដឹងឲ្យដឹងតាក់ទងចាក់នេះបងប្អូនចង់ឲ្យវាស្រូបតិចស្រូបខ្លាំងដោយមិនបាច់បន្ថយនៅលើអំភ្លីគឺបងប្អូនអាចបន្ថយនៅលើកន្លែងនេះបានចាំមើលណានេះបងប្អូនគឺបងប្អូនអាចបន្ថយនៅលើកម្រិតសំឡេងក្បាលមីក្រូស្រូបតិចស្រូបខ្លាំងគឺបងប្អូនអាចបន្ថយលើកន្លែងនេះបានទៀត1 2 check sound 1 2 3បងប្អូនឃើញទេនេះសំឡេងថ្ងៃនេះម៉ាគូក៏ចេញទៅដែរបងប្អូនយើងទាំងអស់គ្នាណានេះជាមួយនឹងប្រភេទ microphone រៀបចំយ៉ាងពិសេសជូនបងអតិថិជនដែលឈ្មោះ Facebook របស់គាត់ដូចខ្ញុំបង្ហាញនៅលើវីដេអូរបស់ខ្ញុំចាំបងជាប្រភេទ mic ដៃសុទ្ធប្រភេទ mic ដៃសុទ្ធព្រឹកដល់ក្រោមបន្ថែមបន្ថយសំឡេងស្រូបតិចស្រូបខ្លាំងលើនឹងក៏បានស៊ីតពេលកង់ដើម្បីចម្រើជាមួយបាស Bluetooth ផ្សេងទៀតក៏បានបងប្អូនយើងទាំងអស់គ្នាជាប្រភេទ mic ជាប់ម៉ាស៊ីននៅខាងក្នុងអូខេឥឡូវមកខាត់ពេលខ្ញុំនឹងតែបងប្អូនទាំងអស់គ្នាមើលតែម្ដងជាមួយនឹងប្រភេទម៉ាស៊ីន ampli ខ្នាត1938អូខេ let's go អ្នកនរគ្នាទៅជាមួយក្បាលមីក្រូនេះជាប្រភេទក្បាលមីក្រូថ្មដោបងប្អូនយើងទាំងអស់គ្នាណាតោះឥឡូវមកខាត់ពេលខ្ញុំនឹងសាកវាតេស្តជាមួយនឹងប្រភេទ ampli ខ្នាត1938ជាមួយនឹងប្រភេទ Opler មកកាត់2ទឹកក51បងប្អូនយើងទាំងអស់គ្នាណាតែបងប្អូនខ្លះគាត់ឆ្ងល់ថាមិនបាស Bluetooth ដាក់តែថ្មលើក្បាលមីក្រូអាចប្រើបានតែហ្មងមិនប្របាក់ដោតពីបេតុងញ៉ៃៗចឹងបងប្អូនណាថ្ងៃនេះគឺខ្ញុំប្រាប់ឲ្យបងប្អូនដែលគាត់មិនទាន់ដឹងឲ្យដឹងតាក់ទងជាមួយនឹងប្រភេទនេះបងប្អូនណាទីទូទៅប្រភេទ ampli karaoke គឺមានខ្សែបងប្អូនណាខ្សែនៅខាងក្រោយគឺខ្សែមួយនេះខ្សែនេះគឺខ្សែនៅខាងក្រោយខ្នងរបស់ ampli បងប្អូនណាខ្សែនឹងគឺសម្រាប់ភ្ជាប់ជាមួយនឹងប្រេក្បាល microphone នៅខាងក្នុងជាទូទៅប្រភេទ ampli karaoke គឺសិតតែមានខ្សែបងប្អូនណានេះជាសឹងថាមិនទាំងអស់ទេតែភឿងអា 99% ហើយ ampli karaoke គឺសិតតែមានខ្សែហ្នឹងសម្រាប់ភ្ជាប់ជាមួយនឹងក្បាល microphone ដែល microphone មួយគូគឺត្រូវមានដុំនឹងមួយអញ្ចឹងបងប្អូនខ្លះគាត់ឆ្ងល់មិនក៏បាស Bluetooth គាត់ដាក់ថ្មលើក្បាលមីក្រូអាចប្រើបានតែហ្មងមិនបាក់ដល់ពីបេតុងញ៉ៃៗដោយសារអីគឺដុំមួយនេះគឺគេភ្ជាប់ជាមួយម៉ាស៊ីនបាសវ៉ាលីឬក៏ម៉ាស៊ីន ampli នៅខាងក្នុងរួចហើយជាស្រេចគេភ្ជាប់ហើយគឺគេដាក់នៅខាងក្នុងតែម្ដងបងប្អូនយើងអរគុណណាតោះឥឡូវមកខាត់ពេលខ្ញុំនឹងចាប់ផ្ដើមភ្ជាប់វាចូលបងប្អូនណានេះខ្ញុំចាប់ដើមភ្ជាប់វាចូលយើងដោតទៅស្នាប់វាហ្នឹងមកខ្ញុំបងនេះគឺយើងដោតទៅស្នាប់វាអញ្ចឹងមកហ្នឹងហើយដាក់ទៅថ្មលើក្បាលមីក្រូបើកសំឡេងក្បាលមីក្រូតិចមកនេះអាឡូ1 2 3 1 1 2 check sound 1 2 3 1 2 check ហ្នឹងបងប្អូនតើតើជាមួយសំឡេងរបស់វាបើសិនជាបងប្អូនករណីបងប្អូនចង់ឲ្យវាស្រូបតិចស្រូបខ្លាំងដោយមិនបាច់បន្ថយនៅលើampli គឺបងប្អូនអាចបន្ថយនៅលើកន្លែងនេះបានចាំមើលណានេះបងប្អូនគឺបងប្អូនអាចបន្ថយនៅលើកម្រិតសំឡេងក្បាលមីក្រូស្រូបតិចស្រូបខ្លាំងគឺបងប្អូនអាចបន្ថយលើកន្លែងនេះបានទៀតតទៅជាមួយនឹង microphone ហ្នឹងហើយតទៅមួយ ampli គឺមានមុខងារ echo មុខងារ reverb មុខងារ delay មានមកស្អាតទៅលើបងប្អូនយើងអ្នកគ្នាឥឡូវចាំមើលបងប្អូនខ្ញុំសេរីយកមុខងារដូចថាយកសលេងមុខងារ reverb ឬក៏មុខងារសលេងខ្ទរ1 2 check sound 1 2 3បងប្អូនឃើញទេនេះសំឡេងខ្ទរលក្ខណៈថាសំឡេងវាចេញមកដូចបងប្អូននិយាយនៅក្នុងពហិឬក៏នៅក្នុងអីអញ្ចឹងបងប្អូនយើងទាំងអស់គ្នាណាហើយបើសិនជាករណីបងប្អូនចង់បានឲ្យមានសំឡេង echo ទៀតនេះបងប្អូនណានេះបងប្អូនតម្លើង echo ប៉ុណ្នេះមកតម្លើង repeat ប៉ុណ្នេះមក delay ប៉ុណ្នេះមកនេះ1 2 check យើងបន្ថយ reverb យកមកខ្ទរពេកនេះបងប្អូនណាអញ្ចឹងបងប្អូនបានទាំងសំឡេងរលកបានទាំងសំឡេងខ្ទរនឹងតកតងជាមួយនឹងប្រភេទ ampli នឹងហើយតកតងជាមួយនឹង microphone ទៀតបងប្អូនណាជាប្រភេទ microphone ដៃសុទ្ធគឺដល់ក្រោមជាមួយនឹងប្រភេទ ampli នេះបងប្អូនអាចយកទៅប្រើជាលក្ខណៈគ្រួសារគឺស្អាតខាងមែនតើបងប្អូនយើងទាំងអស់គ្នាតកតងជាមួយនឹងប្រភេទនេះបាននេះអូខេបងប្អូនឥឡូវនេះវីដេអូនេះមានតែប៉ុណ្្នឹងបងប្អូនយើងទាំងអស់គ្នាណាតកតងជាមួយនឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងអរគុណច្រើនមែនតើសម្រាប់ការទស្សនាវីដេអូពីដើមរហូតដល់ចប់កុំភ្លេចចុច like និង share ដើម្បីទទួលបានវីដេអូថ្មីបន្ថែមទៀតពីដងច័ន្ទ Tech អរគុណច្រើនមែនតើ